ចាអរគុណលោកអ្នកជាទីគោរពយើងវិលមកបន្តជម្រាបជូននៅព័ត៌មានមួយទៀតនេះគឺតកតងទៅនឹងក្រុមហ៊ុនដំឡើងរថយន្តអគ្គិសនី BYD នឹងចេញជារូបរាងឆាប់ៗនេះហើយដោយអាចនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឲ្យកាន់តែមានភាពតាក់ទាញនិងរីកចម្រើនបន្ថែមទៀតឃើញថាការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD Cambodia ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុបានចាប់ផ្ដើមបើកដំណើរការសាងសង់ជាផ្លូវការហើយនៅថ្ងៃច័ន្ទថ្ងៃទី28ខែមេសាឆ្នាំ2025កន្លងទៅនេះក្រោមអធិបតីភាពឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាឯកឧត្តមម៉ាងស៊ីណេតដែលជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តនិងអភិបាលក្រុងស្រុកប្រធានមន្ត្រីអង្គភាពរួមជាមួយនឹងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករបើតាមឯកឧត្តមម៉ាងស៊ីណេតដែលជាអភិបាលខេត្តព្រះសីហនុលោកបានមានប្រសាសន៍ថានេះគឺជាសក្ខីភាពបង្ហាញឲ្យឃើញអំពីការជឿជាក់របស់អ្នកវិនិយោគចាំមកលើរាជរដ្ឋាភិបាលកម្ពុជាដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះការដឹកនាំហើយនៅក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមទៀតថារោងចក្រនេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឲ្យកាន់តែទទួលបាននូវភាពតាក់ទាញហើយនឹងរីកចម្រើនទៅមុខជាលំដាប់ជាពិសេសនោះគឺផ្ដល់នៅការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនិងខេត្តផ្សេងៗទៀតដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់កម្រិតជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានិងដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ2050ខាងមុខជាមួយគ្នានោះដែរបើតាមការឲ្យដឹងពីឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាលោកក៏បានបញ្ជាក់ថារោងចក្រដំឡើងរថយន្ត BYD Cambodia នាពេលនេះដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងនៅរោងចក្រដំឡើងរថយន្ត BYD ជាលទ្ធផលសំខាន់មួយដែលនឹងជានិមិត្តរូបមួយផងដែរជាគម្រោងផលិតកម្មរោងចក្រនៅក្នុងការពន្លឿនវិស័យឧស្សាហកម្មនិងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិននិងកម្ពុជាដោយក្រុមហ៊ុន BYD បាននាំយកនៅបច្ចេកវិទ្យាទំនើបនិងមានបទពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានារួមទាំងមានការចូលរួមបណ្ដុះបណ្ដាលទៅដល់កម្មករកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគតហើយនេះក៏ជាគម្រោងផលិតនៅយានជំនិះស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូននិងធ្វើឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់រីឯចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជាបង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះជាមិត្តភាពមួយផងដែរហើយក៏ជាកិច្ចសហប្រតិបត្តិការមិត្តភាពដៃថែបរយៈពេល70ឆ្នាំមកហើយដែលអាចនិយាយបានថានេះគឺជាមិត្តភាពដៃថែបមិនអាចបំបែកបានដោយចិននិងកម្ពុជាបានជំរុញមិត្តភាពដៃថែបនិងកសាងសហគមន៍ជោគវាសនារួមចិនកម្ពុជាដោយពន្លឿននៅច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរហើយក៏បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះស្របពេលដែលឯកឧត្តមប្រធានាធិបតីចិនបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជាកាលពីពេលកន្លងទៅគឺរយៈពេល2ថ្ងៃកាលពីថ្ងៃទី17-18ខែមេសានាំមកនៅអ្នកវិនិយោគជាជនជាតិចិនមកកាន់កម្ពុជាជាពិសេសគឺខេត្តព្រះសីហនុតែម្ដងទន្ទឹមនឹងនោះផងដែរបើតាមការបញ្ជាក់ឲ្យដឹងពីលោកលូស៊ូលៀងដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific លោកក៏បានមានការរំលឹកអំពីប្រវត្តិរបស់ក្រុមហ៊ុន BYD នៅកម្ពុជាហើយក៏បានបញ្ជាក់ថារោងចក្រនៅក្នុងខេត្តព្រះសីហនុនេះគឺនឹងផ្ដោតទៅលើការផលិតរថយន្តថាមពលថ្មីរោងចក្រនេះក៏មានសមត្ថភាពដំឡើងរថយន្តរហូតដល់ទៅ 10,000 គ្រឿងក្នុងមួយឆ្នាំហើយក៏នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី4ដែលនឹងផ្ដល់នៅការផលិតនៅផលិតផលដែលមានគុណភាពខ្ពស់ទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជាហើយជាបន្តបន្ទាប់
លោកក៏សង្ឃឹមថាការផលិតនៅការផលិតបាននៅភាពឆ្លាតវៃរបស់ចិននិងល្បឿននៅកម្ពុជានឹងបង្កើតនៅយុគសម័យធម្មពលថ្មីផងដែរហើយទន្ទឹមនឹងនោះបាទតាមការបន្ថែមពីឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលោកបានមានប្រសាសន៍លើកឡើងថាការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នៅក្នុងប្រទេសកម្ពុជាគឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនកម្ពុជាវាក៏នឹងដើរតួនាទីនៅក្នុងការពន្លឿនឧស្សាហូបនីយកម្មរបស់កម្ពុជានៅការកសាងនៅច្រករបៀងអភិវឌ្ឍឧស្សាហកម្មចិនកម្ពុជាហើយបច្ចេកវិទ្យានៃការផលិតនៅរថយន្តកម្ពុជាដែលដោយទន្ទឹមនឹងនោះការបណ្ដុះបណ្ដាលទៅដល់កម្មករឧស្សាហកម្មដែលមានសមត្ថភាពជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជានាពេលអនាគតដែលទាំងអស់នេះគឺជាគម្រោងផលិតនៅយានជំនិះធម្មពលថ្មីរបស់កម្ពុជាស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7ដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជួយកាត់បន្ថយការបំភាយនៅកាបូនជំរុញការអភិវឌ្ឍបៃតងនិងឈានទៅរកការអភិវឌ្ឍប្រកបដោយគុណភាពហើយការបើកការដ្ឋាននៃរោងចក្រ BYDគឺជាការអនុវត្តនៅសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគឺឯកឧត្តមស៊ីជីនពីងមកកាន់កម្ពុជាដោយប្រទេសចិននឹងលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកបណ្ដាក់ទុននៅកម្ពុជានាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ចានេះគឺជាកិច្ចសហប្រតិបត្តិការមួយរវាងភាគីចិននិងកម្ពុជាជាពិសេសបងប្អូនដឹងហើយថាបច្ចុប្បន្ននេះមានការវិវត្តនៅក្នុងការប្រើប្រាស់យានជំនិះជារថយន្តប្រភេទរថយន្តដែលប្រើប្រាស់ដោយធម្មពលអគ្គិសនីហើយនៅពេលដែលរថយន្ត BYD មានរោងចក្រនៅក្នុងខេត្តព្រះសីហនុក៏ជាចំណែកមួយដ៏សំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត